គ្រាន់តែឃើញវីដេអូបង្គាស្រស់ជាមួយនឹងទឹកត្រីកោះកុងភ្លាមធ្វើឲ្យខ្ញុំនឹកឃើញពេលខ្ញុំទៅលេងនៅកពតភ្លាមបងប្អូនដោយសារនៅខាងកពតគឺសម្បូរគ្រឿងសមុទ្រដែលស្រស់ៗហើយពេលខ្លះយើងអាចទិញពីទូកនេសាទភ្លាមទៀតហើយបង្គាស្រស់ទឹកត្រីកោះកុងរបស់យើងសំខាន់បំផុតគឺទឹកជ្រលក់នឹងតែម្ដងបងប្អូនបើសិនជាទឹកជ្រលក់យើងធ្វើអត់ត្រូវទេរសជាតិបង្គារបស់យើងក៏អត់ឆ្ងាញ់ដែរហើយនេះគឺជារបៀបដែលខ្ញុំធ្វើទឹកត្រីកោះកុងដំបូងខ្ញុំដាក់ម្ទេសខៀវម្ទេសក្រហមខ្ទឹមសនិងស្ករស3ស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាកាហ្វេគល់ជីវ៉ាន់ស៊ុយហើយបុកបញ្ចូលគ្នាបន្ទាប់មកខ្ញុំចាក់ទឹកត្រី3ស្លាបព្រាបាយនិងបន្ថែមជាមួយនឹងក្រូចឆ្មាហើយកូរបញ្ចូលគ្នាគឺជាការស្រេចឥឡូវទឹកត្រីកោះកុងយើងគឺរួចរាល់ហើយបងប្អូនអញ្ចឹងយើងដល់វគ្គទៅស្រុះបង្គាយើងម្ដងបើនិយាយពីបង្គាយើងវិញគឺធំហើយស្រស់ល្អមែនតើបងប្អូនដំបូងគឺខ្ញុំដាំទឹកមុនហើយបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមលាងបង្គាពេលដែលទឹកពុះខ្ញុំចាប់ផ្ដើមចាក់គល់ស្លឹកគ្រៃស្លឹកក្រូចរំដេងហើយនិងខ្ទឹមសចូលហើយខ្ញុំបន្ថែមជាមួយនឹងអំបិលស្ករសនិងប៊ីចេងបន្តិចបន្ទាប់មកខ្ញុំចាក់បង្គាចូលដើម្បីឲ្យសាច់បង្គាយើងមានរសជាតិឥឡូវបង្គាយើងគឺរួចរាល់ហើយបងប្អូនហើយបើនិយាយពីពណ៌វិញគឺស្អាតគួរឲ្យចង់ញ៉ាំមែនតើតោះបងប្អូនទាំងអស់គ្នាអញ្ជើញពិសាអរគុណបងប្អូនដែលតែងតែទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត